ផ្កានេះហើយខ្ញុំព្យាយាមរកវីដេអូឲ្យបងប្អូនស្រួលមើលរូបភាពស្លឹកផ្សេងរូបភាពជាវីដេអូផ្សេងផ្កានេះបើយើងមើលរូបភាពស្លឹកយើងគិតថាអូដើមវាធំចង្អេងចង្ងាងបែកមែកសាខាអត់ទេដល់ពេលមកមើលវីដេអូចេះបានដឹងពីរផ្សេងគ្នាតែម្ដងដើមវាអត់ខ្ពស់ហើយបងប្អូនទៀបកម្ពស់មនុស្សយើងឯងគ្រាន់ថាផ្កាវានោះវាពិសេសជាងគេវាអត់ផ្កានៅអញ្ចឹងឯងគឺវាផ្កានៅតាមដើមអញ្ចឹងទៅពេលដើមវាលូតទៅលើអញ្ចឹងទៅវាទៅផ្កានៅលើទៀតហើយដើមខ្លះទៅវាបែកមែកដើមខ្លះវាត្រង់ធ្លូទៅចឹងឯងអញ្ចឹងបានថារូបភាពវីដេអូនិងរូបភាពស្លឹកគឺពីរផ្សេងគ្នាដល់ពេលដាក់ជាវីដេអូចឹងបងប្អូនស្រួលមើលមែនតើហើយផ្កានេះក្លិនរបស់វាក៏អូប្រហើរស្តៀងជាមួយនឹងផ្កាឈូកយើងដែរគ្រាន់ថាឈូកដុះក្នុងទឹកអានេះដុះលើដីហើយផ្កានេះបងប្អូនយកទៅដាំប្រហែលជាខ្ទង់មួយឆ្នាំជាងចេញផ្កាហើយបច្ចៈណាគឺចូលចិត្តក្តៅអត់មានទៅដាំក្នុងម្លប់អីអត់ចេញផ្កាទេផ្កានឹងតតែយើងដាំនៅហាក្តៅនៅមុខផ្ទះចំហៀងសម្រាប់អីចឹងណាអាចដាំដាក់ផើងបានអត់បញ្ហាទេហើយឈ្មោះវាជាភាសាអង់គ្លេសហ្នឹងហើយយកវាទៅសើចបន្ថែមទៅខ្ញុំអត់បានសើចឲ្យទេរវល់ណាស់លោកអើយរវល់មែនតែនតែម្ដងហើយនេះដើមនៅក្នុងស្តុកប្រភេទផ្សាំដើមຂະຫນាតវាជាមាន1 ម៉ែត្រកន្លះអានេះយកទៅដោះដូរទៅផើងបន្តិចគឺដឹងតែដាំចេញផ្កាហ្មង